មានរឿងអីដែលរបស់អ្នកមិនអីទេមិនអីទេកុំបារម្ភអីមិនបានប៉ះឡានរបស់អ្នកទេខ្ញុំទៅសិនហើយប្រញាប់ទៅធ្វើការសម័យនេះយុវជនពិបាករកស៊ីមែនទែនផ្ញើសម្លៀកបំពាក់ប្រចាំថ្ងៃមួយឈុតមកចៅហ្វាយមើលចុះប្រាក់ខែនេះយឺតជិត1 ខែហើយខ្ញុំនៅត្រូវបង់ថ្លៃបន្ទប់ទៀតខែនេះចំណូលរបស់ហាងមិនសូវល្អទេមនុស្សវ័យក្មេងត្រូវចេះអត់ធ្មត់ណាបើជាសិស្សពូកែតើវាធ្វើនៅតែធ្វើការឲ្យខ្ញុំទេដែរអ្នកធ្វើបែបនេះខុសច្បាប់ណាស់ពួកយើងអាចប្តឹងអ្នកបានអ្នកចង់ចេញមុខជំនួសគេហ៎យើងនិយាយគ្នាល្អទៅកុំយកដៃជ្រូករបស់អ្នកមកប៉ះខ្ញុំនាងក្មេងមាត់ដាច់អញហ៊ានជេរខ្ញុំឬអ្នកមានសិទ្ធិអីវាយគេអ្នកក៏បានធូរខឹងហើយបងប្រាក់ខែឲ្យខ្ញុំមករឿងនេះចាត់ទុកថាចប់ចោះបើមិនដូច្នេះទេបើរឿងនេះធំដុំទៅវាក៏មិនល្អសម្រាប់អ្នកដែរអ្នកនៅយករបស់នេះតាមខ្លួនទៀតហ៎ក្រពះខ្ញុំរៀងខ្សោយបន្តិចងាយនឹងមិនស្រួលដូច្នេះពេលចេញក្រៅលេងក៏តែងតែត្រៀមខ្លះដែរការវាយនោះធ្ងន់ដៃពេកហើយមិនអីទេសំណាងហើយដែលកំភ្លៀងនោះមិនបានត្រូវចំមុខអ្នកចុះរឿងលបែងនេះស្ថានភាពរបស់អ្នកវានៅតែធ្ងន់ធ្ងរបែបនេះមែនទេមិនខ្វល់ខ្ញុំនឹងធ្វើចិត្តឲ្យទូលាយមិនធ្វើឲ្យគាត់លំបាកទេយប់នេះជួបគ្នានៅភោជនីយដ្ឋានអូមែនហើយអ្នកមិនមែនជាសិស្សឆ្នើមពីសាលាល្បីទេអីហេតុអ្វីបានជាអ្នកមកធ្វើការនៅហាងងាយស្រួលខ្ញុំហើយនឹងម៉ាក់ខ្ញុំលឿនឡើងថ្ងៃនេះត្រូវតែទៅទារបំណុលពីគ្រួសារហ្វូឲ្យបានម៉ាក់កុំខ្លាចអីបើអ្នកមិនចូលរៀនទៀតទេអ្នកនឹងធ្លាក់មិនខានគម្រោងដែលខ្ញុំធ្វើស្ទើរតែស្លាប់ការដំឡើងតំណែងដែលគួរតែជារបស់ខ្ញុំហេតុអីបានជាទៅលើអ្នកថ្មីដែលចូលមកតាមខ្សែនោះវិញអ្នកស្រែករកអីគេមានក្នុងបង្អែកចុះអ្នកមានអីពេលដែលអ្នកមានអ្វីគ្រប់យ៉ាងសញ្ញាបត្រគ្រាន់តែជាពិន្ទុពុកបន្ថែមប៉ុណ្ណោះកូនស្រីម្នាក់រៀនគ្រប់គ្រងធ្វើអីចង់ទៅក្រៅប្រទេសជាតិក្រោយចុះរៀនអ្វីដែលអ្នកគួររៀនឲ្យបានត្រឹមត្រូវទៅភារកិច្ចជីវិតរបស់អ្នកគឺរៀបការដើម្បីផលប្រយោជន៍គ្រួសារមើលទៅមនុស្សដែលមានអ្វីគ្រប់បែបយ៉ាងអ្នកនិយាយថាម៉េចអត់មានអីទេអញ្ចឹងអ្នកហើយនឹងម៉ាក់របស់អ្នកប្រកាសជាស្និទ្ធស្នាលគ្នាខ្លាំងណាស់ហើយមើលទៅប្រកាសហើយតាំងពីប៉ាខ្ញុំខូចទៅម៉ាក់ខ្ញុំម្នាក់ឯងចិញ្ចឹមខ្ញុំរហូតធំថ្មីនេះគាត់ចាត់ទុកថាបានចាប់ផ្ដើមស្នេហាលើកទី2ហើយពិតជារីករាយជំនួសគាត់ណាស់ល្អណាស់តើទោះយ៉ាងណាក៏អ្នកមិនចាំបាច់ទៅធ្វើការទៀតដែរយើងទៅមើលកូនទៅអញ្ចឹងយប់នេះខ្ញុំប៉ាវអ្នកញ៉ាំអីឆ្ងាញ់បានតើនិយាយអញ្ចឹងអ្នកមិនមែនជាកូនស្រីអ្នកមានអីទេមើលការស្លៀកពាក់ខ្ញុំចុះដូចទេឆ្ងាញ់មែនហាងនេះខ្ញុំញ៉ាំតាំងពីតូចរហូតដល់ធំយប់នេះជួបគ្នានៅភោជនីយដ្ឋានយ៉ាប់ហើយទូរស័ព្ទអស់ថ្មហើយ2 ម៉ោងមុនលោកស្រីអគ្គនាយិកាគូក្រពះលោកស្រីមិនអាចឃ្លានយូរពេកបានទេពិសាថ្នាំក្រពះសានជាវវាយថៃយ៉ាងវាយស៊ូបន្តិចទៅដើម្បីបន្ថយវាខ្លះថ្ងៃក្រោយចាំសុំគាត់វិញទោះបីខ្ញុំមិនអាចឲ្យអ្នកនៅពិធីអីធំដុំប៉ុន្តែខ្ញុំនៅតែជូនពរអ្នកដោយស្មោះឲ្យរីករាយថ្ងៃខួបកំណើតថ្ងៃនេះជាថ្ងៃខួបកំណើតរបស់លោកសូមជូនពរដោយអស់ពីចិត្តឲ្យលោករីករាយថ្ងៃខួបកំណើតលឿនឡើងបន់ស្រន់ឲ្យផ្លុំទៀនទៅធ្វើខួបកំណើតម្ដងធំដុំយ៉ាងនេះម្ដាយស្លាប់តាំងពីក្មេងហើយជាកូនស្រីតែមួយទៀតនាងល្បីឈ្មោះខាងរឹងរូសនឹងចង់បានតែតាមចិត្តឯងណាស់អរគុណខ្ញុំសប្បាយចិត្តណាស់អ្នកមិនមែនស្អប់ការញ៉ាំនំខេកជាងគេទេអីលោកស្រីអគ្គនាយិកាគូមិញនេះពេលកំពុងរកកញ្ញាហានបានដឹងថាមានមនុស្សផ្សេងទៀតក៏នៅទីនោះដែរទៅស៊ើបអង្កេតពីគាត់នោះមើលបាទ